Hello ក៏ដូចជាសួស្តីកាន់អ្នកគ្នាថ្ងៃនេះខ្ញុំមកសម្ដែងរឿងនៅមានត្រង់ចឹងថាឆ្លងភពផ្លេចជាតួបន្ទាប់បន្សំហើយនឹងជាវីដេអូដំបូងខ្ញុំសម្ដែងរឿងបើសិនមានកំហុសខុសឆ្គងសូមមេត្តាអធិស្ឋានផងលើខ្ញុំចូលវីដេអូយើងមកទៅហើយផ្ដើមសាច់រឿងយើងបានឃើញទីក្រុងមួយនៃប្រទេសចិនមានប្រជាជនច្រើនខ្លាំងមែនទែននេះក៏ឃើញតួស្រីផងយើងដែលមានឈ្មោះថាជីឈឺត្រូវជានិស្សិតសាកលវិទ្យាល័យគាត់បាននិយាយថាមិននឹកស្មានថាការងារក្រៅម៉ោងលើកនេះទទួលបានច្រើនដល់ថ្នាក់នេះសោះអាចទៅរកញ៉ាំអាហារឆ្ងាញ់ៗបានហើយក៏មានបុរសម្នាក់ដើរមកបុកគាត់លុយរបស់ខ្ញុំហើយតួឯកស្រីផងយើងនឹងក៏ធ្វើឲ្យកាក់ជ្រុះឲ្យគាត់បានទៅរើសំណាងហើយដែលមិនជ្រុះបាត់ពេលហ្នឹងមានរថយន្តមួយដែលបើកមកបុកគាត់ធ្វើឲ្យតួស្រីផងយើងនឹងបាត់បង់ស្មារតីភ្លាមហើយក៏មានអារម្មណ៍ថាខ្លួនឯងនឹងអណ្ដែតនៅក្នុងអាកាសកន្លែងលំហដែលមានភាពខ្មៅងងឹតមួយពេលគាត់បើកភ្នែកមកក៏ខ្ញុំចាំបានថាខ្ញុំត្រូវឡានបុកហើយតើមិនបានខ្ញុំមិននៅក្នុងមន្ទីរពេទ្យអញ្ចឹងហើយពេលហ្នឹងគាត់បុកក្បាលទៅនឹងឈើដែលនៅខាងលើក្បាលរបស់គាត់ក៏ស្រែកអូយឈឺណាស់កន្លែងស្អីនេះជ្រុងងងឹតអញ្ចឹងហើយគាត់ក៏ខំប្រឹងគោះជាខ្លាំងនិងស្រែកថាមានមនុស្សអត់ជីឈឺផងយើងក៏ប្រើកម្លាំងយ៉ាងខ្លាំងហើយក៏និយាយថាតើមានអ្នកណានៅទេពេលហ្នឹងជីឈឺផងយើងគឺប្រើកម្លាំងខ្លាំងមែនតើដែលធ្វើឲ្យមកឈូសដែលគ្របគាត់ហ្នឹងគឺត្រូវខ្ទាតចេញមកដោយបាច់បាក់ពេលហ្នឹងជីឈឺផងយើងវល់ខ្លាំងមែនតើហើយក៏គិតថាខ្ញុំមានកម្លាំងខ្លាំងបែបនេះតាំងពីពេលណាពេលជីឈឺផងយើងងើបចេញមកនោះសិស្សដែលនៅខាងក្រៅនាំគ្នាផ្អើលខ្លាំងមែនតើពេលហ្នឹងមានសិស្សម្នាក់និយាយថាសិស្សច្បងធ្វើពុតជាស្លាប់អោម្ដាយជីឈឺក៏គិតក្នុងចិត្តស្អីហ្នឹងបាញ់មិញខ្ញុំនៅក្នុងមឈូសនេះជាកន្លែងណាហ្នឹងពេលហ្នឹងមានប្រព័ន្ធមួយលេចឡើងព្រមទាំងនិយាយថាសាយ័ន្តសួស្ដីលោកម្ចាស់ខ្ញុំគឺជាប្រព័ន្ធលេខ48046ស្វាគមន៍ចំពោះការមកដល់ជីឈឺរបស់យើងក៏សួរប្រព័ន្ធនេះខ្ញុំឆ្លងភពឬពេលហ្នឹងប្រព័ន្ធក៏បានឆ្លើយថាមែនហើយពេលនេះគឺលោកម្ចាស់ស្ថិតក្នុងពិភពលោកនៃជាងវិនសៀជីឈឺក៏សួរជាងវិនសៀជាស្អីទៅប្រព័ន្ធបានឆ្លើយតបថាមិនយូរទេលោកម្ចាស់នឹងដឹងពេលហ្នឹងមានសិស្សម្នាក់និយាយថាសិស្សច្បងធំកំពុងសូត្រមន្តអាគមស្អីហ្នឹងតើគាត់ស្លាប់ឬក៏នៅរស់ជីឈឺរបស់យើងនិយាយថាខ្ញុំមិនទាន់បានអានប្រឡំលោកផងពន្យល់សាច់រឿងខ្ញុំតិចមកបណ្ដាញកាត់ផ្ដាច់ពេលហ្នឹងមានសិស្សម្នាក់និយាយថាកុំស្លន់ស្លោអីសិស្សប្អូនទាំងអស់ពេលហ្នឹងសិស្សម្នាក់នោះក៏និយាយថាសិស្សច្បងធំច្បាស់ជាត្រូវវិញ្ញាណបិសាចចូលសន្ធិដ្ឋមិនខានចាំខ្ញុំចាត់ការវិញ្ញាណនេះសិនហើយសិស្សម្នាក់នោះមានឈ្មោះថាតានចាយសិស្សទី2នៃតាវឆុងជំនាញខាងវិជ្ជាចាប់បិសាចពេលហ្នឹងជីឈឺបាននិយាយថាអ្នកទាំងអស់គ្នាយល់ខុសហើយខ្ញុំមិនមែនជាបិសាចស្អីទេខ្ញុំគឺឆ្លងពេលហ្នឹងប្រព័ន្ធលេចឡើងព្រមានលោកម្ចាស់មិនអាចបង្ហាញអត្តសញ្ញាណថាឆ្លងភពឡើយមិនអញ្ចឹងពិភពលោកនេះនឹងចលាចលហើយនឹងត្រូវដកចេញពីប្រព័ន្ធតែម្ដងពេលហ្នឹងតានចានិយាយថាអាបិសាចប្រហើនហ៊ានចូលសន្ធិដ្ឋក្នុងរាងកាយសិស្សច្បងធំផងបិសាចឯងស្លាប់ទៅពេលហ្នឹងតានឆាយបំរុងនឹងយកដាវប្រហារជីឈឺពេលហ្នឹងជីឈឺផងយើងក៏បាននិយាយថាប្រព័ន្ធគេលេងមែនតែនហើយឆាប់មកជួយមកហាប្រព័ន្ធនិយាយថាត្រជាក់ចិត្តកុំស្លន់ស្លោពេលហ្នឹងតាមចៃក៏វាយប្រហារជីឈឺរបស់យើងជីឈឺក៏បាននិយាយថាឈប់សិនខ្ញុំមិនមែនជាបិសាចទេខ្ញុំអាចពិសោធន៍បានថាខ្ញុំជាមនុស្សរស់ទេហើយវីដេអូយើងចប់ហើយមានត្រឹមហ្នឹងទេសូមរងចាំភាពបន្តហើយខ្ញុំសូមអភ័យទោសមែនតើទៅកាន់អ្នកនរគ្នាចំពោះសម្លេងរំខានហើយក៏សូមអភ័យទោសទៅកាន់បងម្ចាស់ពេកដែលខ្ញុំអត់បានសុំទុកមុនបើសិនជាបងឃើញវីដេអូនោះហើយសូមអធិស្ឋានខ្ញុំផង